Hello គេសួស្តីអ្នកគ្នាស្វាគមន៍ពីខ្ញុំថ្ងៃនេះមកបន្តខ្សែរឿងកំពូលនៅកម្ចាត់ក្រុងបូលីរបស់យើងបន្តទៀតដោយបន្ទាប់ពីមកបកខាត់បោះសូមមូលឡើងដាច់ផ្ងាត់ទៅហើយបន្ទាប់មកខ្សែរឿងក៏បាននិយាយត្រឡប់ទៅក្រោយទៅការកិច្ចការបោះស៊ូយកទៀតតែម្ដងដែលអ្វីដែលគេត្រូវការបំផុតនឹងគឺលុយហើយហេតុផលទុកវេទនារបស់ស៊ូស៊ីនឹងក៏រសារតែលុយដែរហើយបើអញ្ចឹងនឹងសុភមង្គលរបស់ស៊ូស៊ីនឹងក៏កើតមកពីលុយដែរហើយមែនហើយអ្វីៗទាំងអស់គឺដើម្បីសុភមង្គលរបស់ស៊ូស៊ីហើយដើម្បីឲ្យស៊ូស៊ីមានសុភមង្គលកាន់តែខ្លាំងគឺខ្ញុំត្រូវកាន់តែរកប្រាក់បានការច្រើនដូចគ្នាព្រោះការដែលមានប្រាក់ការច្រើននោះសុភមង្គលរបស់ស៊ូស៊ីនឹងការច្រើនទៅតាមនឹងហើយខ្ញុំបានគិតថាចម្លើយនឹងគឺជាចម្លើយដែលត្រឹមត្រូវហើយក៏ប៉ុន្តែនៅពេលដែលចំនួនលុយកាន់តែច្រើនឡើងចៅហ្វាយដែលចងរួមខ្ញុំក៏កាន់តែច្រើនដូចគ្នាក៏ប៉ុន្តែខ្ញុំខ្វល់តែបើសិនជាអាយុស៊ូស៊ីនេះញញឹមនោះក៏ប៉ុន្តែថាតើស៊ូស៊ីនឹងពិតជាបានញញឹមមែនដែរអត់ប៉ុន្តែសម្រាប់លុយកាន់តែច្រើនខ្ញុំទទួលបានចង្វាក់រួមចងខ្ញុំកាន់តែច្រើនហើយដល់ពេលបានជានេះនៅតែមិនញញឹមទៀតតើនេះពិតជាចម្លើយដែលត្រឹមត្រូវពិតមែនដែរអត់អត់ទេជប់សិនតែខ្ញុំពិតជាចង់បានទាំងអស់នឹងដែរមែនបើមិនទេតើខ្សែចង្វាក់ទាំងអស់នោះដើម្បីអ្វីពេញទៅដើម្បីអ្វីហើយអ្នកណាជាអ្នកដែលដាក់ខ្ញុំមកជាប់បែបហ្នឹងបើក៏ទៅនឹងគឺជាខ្ញុំខ្លួនឯងអតីតកាលហ្នឹងឯងគឺមិនជាស៊ូស៊ីឬក៏ជាអ្នកគេផ្សេងទេគឺជាខ្ញុំខ្លួនឯងផ្ទាល់ហ្នឹងឯងគឺខ្ញុំជាអ្នកចងនឹងចាក់សោកខ្សែនឹងដល់ផ្ទាល់ទៅខ្លួនឯងហើយបើសិនជាអញ្ចឹងហ្នឹងដោយបើខ្ញុំជាអ្នកចងវាដល់ខ្លួនឯងអញ្ចឹងនៅពេលជាខ្ញុំក៏នឹងអាចបាយវាដល់ខ្លួនឯងបានដែរហើយនឹងហើយនៅក្នុងពេលនឹងផងដែរនឹងបញ្ជាពីសងម៉ូនោះវិញនៅពេលហ្នឹងគេក៏ចាប់អារម្មណ៍ថាដែលបញ្ជាស៊ូយូនោះលឿនរបស់គេបានផ្លាស់ប្ដូរលឿនម៉េចគ្រាន់តែយ៉ាងណាក្រៅគេនៅតែមានទំនុកចិត្តយកឈ្នះស៊ូយូដដែលហ្នឹងនិយាយទៅក៏សតតែគេគិតថាគេមានរូបមន្តរបស់ស៊ូយូហើយគ្រាន់តែមានន័យនៅគណៈពេលដែលគេប្រើប្រាស់ប្រៃហុកមកទៅកាន់ស៊ូយូហ្នឹងនៅពេលហ្នឹងស៊ូយូគេក៏អាចធ្វើការកិច្ចតាន់បន្ទាប់មកបកជាមួយនៅលើអផាញ់ចង់ជនីហ្នឹងប៉ង់តែម្ដងដែលចែកធ្វើឲ្យសូម៉ូនោះវាសប្រៃខ្លាំងមែនតើហើយចំយ៉ាយតែនេះការកែនារបស់ខ្ញុំមានបញ្ហាមែនហ្នឹងហើយមកលើអផាញ់ហ្នឹងហើយហ្នឹងគឺមិនទាន់ចប់ទេដោយស៊ូយូគេក៏បានបន្តជាមួយនឹងកណ្ដាប់ដៃអាដូ500 stack របស់គេហ្នឹងអត់សុំទោសគឺមិន500 stack ទេគឺ650 stack តែម្ដងនិយាយទៅគឺតាមបណ្ដៃផ្ចេញដៃប៉ង់ឡើងរួមវិញតាខ្ទេចហើយនឹងឲ្យបន្ទាប់ពីត្រូវម្ដាយនឹងហើយនឹងគឺថាគ្មានអីត្រូវតវ៉ាទៀតទេហើយបន្ទាប់មកស៊ូយូគេបានធ្វើការចាក់ក្បួនក៏អៅលើឡើងហើយបន្ទាប់មកនិយាយទៅកាន់វាថាគឺថាមិនដែរឲ្យវានឹងប្រាប់គេតិចមើលថាតើអាសានភាពនៅនឹងវាស្ថិតក្នុងការកែនារបស់វាដែរអត់ហើយបន្ទាប់ពីនិយាយចឹងហើយនឹងមកហុកប៉ង់ចឹងជំនីទៀតតែម្ដងហើយបន្ទាប់ពីត្រូវម្ដាយនឹងហើយគេក៏បាននិយាយថាគឺថាមនុស្សយើងពេលខ្លះហ្នឹងជីវិតពួកគេនឹងងាយស្រួលជាងបើសិនជាពួកគេបោះបង់ខ្លួនឯងចោលហើយគ្រាន់តែបដៅខ្លួនទៅតាមគេទាញទៅហើយស៊ូយូនឹងគេបានរស់នៅអញ្ចឹងមកចង់មកជីវិតហើយគឺជីវិតរស់នៅដែលសម្រាប់តែអ្នកដទៃហើយតែស៊ូយូនឹងគេនៅតែមិនយល់ទេហើយគេបានជ្រើសយកខ្សែចងទាំងអស់ហ្នឹងទៅខ្លួនឯងក៏ព្រោះតែគេនឹងបានដឹងថាវាធ្វើឲ្យគេមានអារម្មណ៍សុខស្រួលនឹងឯងហើយចំណែកគេខ្លួនឯងវិញគឺគ្រាន់ជាខ្សែចងសម្រាប់អ្នកដទៃតែប៉ុណ្ណោះអូតែឥឡូវហ្នឹងឯងចង់យើងឡើងបានហើយក៏ព្រោះថាឥឡូវហ្នឹងយើងនឹងឡើងដើរតាមជាបណ្ណាគេទៀតហើយគឺយើងនឹងដើរតាមផ្លូវរបស់យើងដោយផ្ទាល់វិញហើយឯងគុំសម័យសោះមនុស្សគឺមិនអាចផ្លាស់ប្ដូរបានដោយងាយៗទេហើយសូមមកអើយឯងនេះគឺជាមនុស្សជួយចិត្តសោះចំអកនៅអតីតណាតែឥឡូវហ្នឹងច្បាប់របស់ឯងហ្នឹងគឺយើងមកបំបាយហើយនៅពេលដែលយើងបំបាយវាចឹងទើបយើងនឹងដឹងថាវានឹងរំខានប៉ុណ្ណាអញ្ចឹងឥឡូវហ្នឹងគឺយើងនឹងសោះចំអកជំនួសឯងផងចោះហើយគឺឯងនឹងមើលច្បាស់ទៅគឺព្រោះតែវាគឺជាលើកទី1ក៏ជាលើកចុងក្រោយដែរហើយនឹងឲ្យបន្តមកស្អីរឿងរបស់យើងក៏បានកម្មការនៅមានសួរនឹងជន់ស៊ីមនេះវិញហើយបន្ទាប់ពីពួកគេរត់មកដល់ក្រៅហ្នឹងឡានបលរ៉េតតលីក៏បានមកទទួលគេចឹងទៅហើយបន្ទាប់ពីចូលទៅដល់ក្នុងឡានឯងមានសួរគេក៏បានធ្វើការរៀបរាប់ថាគឺថាគេនឹងយកវាមកបានហើយក៏តែថាគឺថាផ្នែកដែលសំខាន់បំផុតគឺបានបាត់ហើយអញ្ចឹងហើយមើលទៅគឺប្រហែលទៅកន្លែងបន្តកម្លាំងកំព្រានៅផ្ទាល់ហើយក៏តែគ្រាន់ថាកន្លែងហ្នឹងមានបញ្ហាបាត់ហើយហ្នឹងហើយនឹងហើយបន្តមកសាររឿងរបស់យើងក៏បានកាត់ទៅកាន់ការវិវត្តគ្នារបស់បំងនឹងជីបារ៉ាំនៅវិញដោយគឺថាទម្រង់ប្រយុទ្ធរបស់ជីបារ៉ាំនៅតែដដែលហ្នឹងហើយដែលអាស្ថ័យឲ្យគេវាយដើម្បីប្រោជាមួយនឹងការវាយគេវិញហ្នឹងហើយបើនិយាយពីអបិបំងវិញហ្នឹងគឺថាគេ surprise តែម្ដងហើយចំយាយតែចង្រៃយកហ្នឹងគឺក៏មានចេតនាខ្ញុំវាយត្រូវមែនហ្នឹងហើយនឹងហើយបន្ទាប់ពីគេបានដឹងអំពីចេតនារបស់ជីបារ៉ាំអញ្ចឹងហើយឥឡូវហ្នឹងគឺថាគេលែងហ៊ានវាយជីបារ៉ាំស្លុយទៀតហើយដោយជីបារ៉ាំគេបានរត់ចូលមករកក្តាប់ដៃរបស់វាហ្នឹងវាក៏បានធ្វើការដកក្តាប់ដៃចេញវិញលឿនតែម្ដងក៏តែនៅគណៈពេលដែលគេគិតថាគេរួចខ្លួនហើយហ្នឹងមានន័យជីបារ៉ាំនោះគេក៏បានធ្វើការបកកាយមកវិញគុំស្គីនឹងប៉ង់តែម្ដងហើយបន្ទាប់ពីមកកាយហ្នឹងហើយគេក៏បានធ្វើការបន្តចូលជាមួយនឹងអូវ៉ែនុកទៅទៀតក៏តែថាមានន័យគឺថាសារនឹងមកជើងម៉ងបាំងតែម្ដងហើយនៅគណៈពេលដែលបែបបាំងហ្នឹងគឺកំពុងសប្បាយចិត្តហ្នឹងមានណាជីបារ៉ាំនោះគេក៏បានធ្វើការធាក់បកក្រោយវិញក៏ដានទ្រូងប៉ង់និយាយទៅគឺថាមកជើងប៉ង់លំបាកចង់ជំនី3 4តែម្ដងហើយបន្ទាប់មកគេក៏បានធ្វើការបន្តចូលជាមួយរហុកប៉ង់កដាមុខទៀតគឺថាមកដៃប៉ង់ដៃផ្ងាត់ទៅភ្នែកសោះស្លើតែម្ដងហើយនឹងឲ្យបន្តចាត់ការបាំងហើយនឹងគឺថាគេវិញនឹងក៏វិធានាមស្ទ័រដែរនិយាយទៅគឺថាដោយសារតែគេប្រើប្រាស់មូតច្រើនពេកអស់ឡើងបេះដូងមកគេសិតតែលុតចេញមកក្រៅហើយគ្រាន់តែទោះបីជាអញ្ចឹងក៏ដោយគេក៏បានទីមរៃយកមកដាក់មកពុយឯងនិយាយថានៅពេលដែលគេទទួលបានជ័យជំនះអញ្ចឹងគេមានអារម្មណ៍ថាដូចជាបានឡើងឋានសួគ៌អញ្ចឹងហើយនឹងឲ្យបន្ទាប់ពីគេនិយាយអញ្ចឹងហើយនឹងគេថាស្លាប់ឆោតតែម្ដងគ្រាន់តែនៅពេលហ្នឹងដែលជួបមកយើងគេក៏បានមកតន់ល្មមហើយបន្ទាប់ពីមកដាក់ធ្វើការជួយត្រជីបារ៉ាមៃបន្ទាប់មកគេក៏បាននិយាយថាគឺថាមើលទៅរឿងទាំងអស់ហ្នឹងក៏បានដោះស្រាយរួចអស់បាត់ហើយគឺថាគេនឹងសុំទោសផងតែប៉ុន្តែហ្នឹងគេក៏ចង់មកឲ្យលឿនដែរហើយបន្ទាប់ពីដែលជុំរបស់យើងគេនិយាយចឹងបានហៅនោះគេក៏បាននិយាយកាត់ថាគឺថាមិនអីទេយ៉ាងណាក៏ដោយហ្នឹងក៏វាល្អដែរដែលវិទ្យាល័យគឹមយ៉ាងហ្នឹងបានជួយសហការគ្នាដោះស្រាយហើយនឹងហើយនៅក្នុងពេលហ្នឹងផងដែរហ្នឹងក៏ស្រាវស៊ូយនោះបានចេញមកពីក្រៅខ្នងរបស់គេនិយាយទៅកាន់ដែលជុំរបស់យើងថាគឺថាគេនឹងមានរឿងដែលត្រូវនិយាយមួយដេជន់តែដេជន់ហ្នឹងអាចទៅនិយាយជាមួយគេផ្លែតបានអត់ហើយដេជន់នៅវិញគេក៏បានប្រកាយដែរគ្រាន់តែថាគេត្រូវតែបោះសមាធិនឹងឲ្យបានស្អាតជាមុនសិនហើយនឹងឲ្យបើនិយាយពួកសមាគមកាប់ឈន់វិញហ្នឹងបន្ទាប់ពីលើអញ្ចឹងហើយហ្នឹងគេថាគេធ្វើការលើកដៃសុំចុះចាញ់តែម្ដងហើយបន្ទាប់មកសាររឿងក៏បានកាត់ទៅកាន់80ម៉ោងក្រោយមកដោយជុំវិញគេបានសួរថាគឺថាតាមូទាំងអស់ហ្នឹងគេយកទៅណាវិញទៅ
ហើយមែនហើយវយមិនម៉ាយស្រីលឿនទៅក៏មកមួយនឹងក៏មកតណាហើយនឹងហើយនៅក្នុងពេលនឹងផងដែរនឹងសួរយនោះគេក៏បានដើរមកសួរទៅកាន់ដេជន់ថាគឺថាមកយ៉ាងហ្នឹងគេរវល់ធ្វើអីវិញទៅហើយបានជាបន្តឆាតគេអញ្ចឹងហើយពួកគេនឹងគួរកំណត់ឡើងវិញនៅតំណែងរបស់ពួកគេហ្នឹងហើយមិនហៅវិញបន្ទាប់ពីលើអញ្ចឹងហ្នឹងគឺថាគេឡើងផោងពោះតែម្ដងនិយាយទៅគឺស្មាតសួរយកគេនិយាយពីរឿងតំណែងមេតបននោះក៏តែមានណាគេនិយាយពីរឿងតំណែងដូចជុំបើយើងជាមួយស៊ូស៊ីសិនហ្នឹងដល់គេបាននិយាយមកកាន់ដេជន់ថាគឺថាពួកគេទាំងពីរនាក់តេតគ្នាទៅនឹងអាចគិតដល់គោលអនាគតតែអត់ដែលមើលទៅតំណែងរបស់ពួកគេទាំងពីរនាក់ហ្នឹងដូចជាគ្មានការរីកចម្រើននៃបន្តិចសោះហើយដល់ពេលនិយាយពីរឿងនឹងអញ្ចឹងគឺថាយើងមិនដឹងជាត្រូវនិយាយពីណាទៅណាឯនេះគឺថារឿងហ្នឹងគឺបែរជាមានការយល់ច្រឡំហើយនឹងហើយការនិយាយរបស់ពួកគេហ្នឹងក៏ញ៉ាំមួយនោះក៏បានលួចស្ដាប់ឮផងដែរហើយជាមួយនឹងសេវាកតេដ៏មកស្រួយរបស់ដេជន់យើងហ្នឹងនៅពេលហ្នឹងគេក៏បានដឹងជាមួយនឹងការសម្លឹងមើលរបស់នាងដូចគ្នាហើយនឹងហើយនៅពេលដែលជុំរបស់យើងគេងាកទៅហ្នឹងគឺថាឡើងចំកណ្ដាលមុខតែម្ដងហើយបន្ទាប់មកគេក៏បាន flashback ទៅពេលមុនហ្នឹងដោយក៏ញ៉ាំមួយនេះបាននិយាយទៅកាន់ដេជុំរបស់យើងថាគឺថានាងនឹងមិនណែនាំឲ្យដេជុំរបស់យើងនឹងជួបអបិលោកគីចាងទេហើយនាងនឹងក៏មិនដឹងថាបានជាដេជុំនឹងមកពាក់ព័ន្ធជាមួយនឹងរឿងនឹងឡើយក៏តែយ៉ាងណាក៏ដោយសូមឲ្យគេនៅឆ្ងាយអំពីបញ្ហារបស់សមាគមបុនឈ័នទៅហើយអ្វីដែលនៅពេលនេះគឺស្មុគស្មាញណាស់ដោយមានរឿងខ្លះនឹងគឺខ្ញុំត្រូវដោះស្រាយដោយខ្លួនឯងហើយនឹងឲ្យកាន់មកកាន់ពេលបច្ចុប្បន្ននេះវិញនៅគណៈពេលដែលជុំរបស់យើងគេក៏ពកគិតពីនយោជកកាប់យ៉ងហ្នឹងមិនហៅនោះគេក៏បានយកមកកាន់ទីជុំរបស់យើងថាគឺថាដេជុនមានទុកលំបាកហ្នឹងនិយាយប្រាប់ពួកគេមកក៏ព្រោះពួកគេហ្នឹងក៏ជាផ្នែកមួយនៃវិទ្យាល័យគេម្យ៉ាងដែរហើយនឹងឲ្យបន្តពីគេនិយាយចឹងហើយដេជុំរបស់យើងហ្នឹងគេក៏បានធ្វើការពឹងពូវានឹងរឿងមួយតែម្ដងហើយដល់តនឹងថាដេជុំរបស់យើងគេពឹងពូវារឿងអីផងហ្នឹងស្អីរឿងរបស់យើងក៏បានកម្មកម្មនៅពេលដេជុំរបស់យើងគេដែរចេញមកវិញបាត់ហើយបន្តពីគេចេញមកដល់ក្រៅហ្នឹងមានសួរនោះគេក៏បានធ្វើការបាឡានមកចាំគេស្រេចហើយដេជុំរបស់យើងហ្នឹងគេថាគេរៀងកាំងតិចដែរហ្នឹងនិយាយទៅគឺថាគ្នាយើងផ្លេចនៅពេលដេជុំរបស់យើងគេជួបមានសួរដបងហ្នឹងនៅពេលហ្នឹងគេមិនសង្ស័យថាមានសួរហ្នឹងគឺជាអ្នកស៊ើបការក៏តែឥឡូវដល់ពេលខ្លះជាអ្នកស៊ើបការមកហ្នឹងគេថាគេឡើងស្ចក់តែម្ដងហើយបើនិយាយពីមានសួរវិញគេថាគេរឿងលឺខ្លួនដែរហ្នឹងហើយនឹងហើយបន្តមកសាច់រឿងរបស់យើងក៏បានកម្មកម្មប្រហែលជនជាមួយនឹងកញ្ញានោះវិញដោយគឺថាឥឡូវនេះយើងបានស្គាល់ឈ្មោះកញ្ញាហ្នឹងហើយដោយកញ្ញាហ្នឹងមានឈ្មោះថាឆៃហេណាដែលនាងគឺជាអ្នកស្រាវជ្រាវរបស់ក្លឹបម៉ូដហើយនៅក្នុងពេលហ្នឹងដែរជនបាននិយាយទៅកាន់នាងថាគឺថាឥឡូវហ្នឹងគេបានយល់អំពីពីអ្នកហ្នឹងហើយតើអ្វីនេះបាននិយាយថាជោគជ័យហ្នឹងក៏គ្រាន់តែប៉ុណ្្នឹងទេហើយមើលទៅឯងដូចជាផ្ទះសាខ្លាំងណាស់នេះដល់របស់ពិសេសពិតប្រាកដហ្នឹងគឺជាអបិគឹមឈុននៅវិញទេដោយ emotion របស់គេហ្នឹងគឺស្តៀងទៅនឹង emotion របស់ដេជុនអញ្ចឹងនិយាយទៅគ្រាន់ស្តៀងគ្នាទេក៏ប៉ុន្តែមិនដូចគ្នា100%ទេដែល emotion នៃការរស់រានមានជីវិតនិងការបង្កើនលទ្ធផលនៃជ័យជំនះរបស់ពួកគេក៏ដូចគ្នាហើយនឹងហើយបន្ទាប់មកសាច់រឿងក៏បានកម្មការមណ្ឌលក៏មកកំព្រានេះវិញដល់ពេលលោកវិចារនឹងបានបណ្ដោះបោកទ្វារនិយាយថាមណ្ឌលក៏មកកំព្រាកាប់ឆនជាកន្លែងដែលសិនវ័យទាំងអស់ប្រមូលផ្ដុំគ្នាឥឡូវហ្នឹងគឺដល់ពេលត្រូវបម្រើភេទជាបើកម្លាំងពិសេសហើយនឹងហើយបន្ទាប់មកសាច់រឿងមកយើងក៏មកកម្មការបិសុងម៉ូនេះវិញដោយនៅពេលដែលខ្លួនគេមកគ្រាវាហ្នឹងវាក៏បានប្រាប់ទៅកាន់ខ្លួនគេថាគឺថាវានៅមើលសេរីពុកក្មេងៗដែលអាចចូលទៅក្នុងម៉ូសិនបាន4-10នាក់ទៅធ្វើការនាំយកនយោបាយវាហើយរឿងនឹងមិនចាំប្រាប់គឹមឈុនទេហើយទៅពីសុំមកគេនិយាយចឹងខ្លួនគេក៏បានឆ្លើយតបវិញថាគឺថាគឹមឈុនហ្នឹងគេបានដឹងបាត់ហើយថានយោនឹងបានបបងពួកគេហើយនឹងហើយបន្ទាប់មកសេរឿងក៏បានត្រឡប់មកនិយាយពីអបិលោកវិចាងនេះវិញដោយគឺថាបន្ទាប់ពីពួកគេបើកទ្វារចូលមកហ្នឹងគឺថាឡើងស្ងាត់ឈឹងបាត់ហើយអញ្ចឹងហើយគេក៏បានដើរបដាលោបដាថាគឺថាពួកក្រុមមីរ៉ាសឺហ្នឹងពិតជាបកកាយសម្អាតមែនហើយចាំមើលគង់មានថ្ងៃណាមួយហ្នឹងគឺនឹងសម្អាតពួកនឹងវាខ្ទេចវិញតែម្ដងហើយអ្វីដែលសំខាន់ហ្នឹងមុននឹងគេបានជួបដេជុនទៀតហើយឥឡូវហ្នឹងគេដូចជាមានអារម្មណ៍ថាគេនឹងជួបដេជុននៅទីហ្នឹងមិនដឹងហើយនេះហើយនឹងហើយបន្ទាប់ពីគេលោចឹងហើយគេក៏បានសម្រេចដល់អតីតកាលតែម្ដងដោយគឺថាគ្រាន់តែអវត្តមានរបស់គេមួយហ្នឹងគឺធ្វើឲ្យជាបបវិធានហ្នឹងឡើងវឹកវរពេញហ្នឹងហើយបន្ទាប់ពីហ្នឹងមកយូរប៉ុន្មានក្រោយមកក៏ស្រាប់ហើយជនដែលជាអ្នកតែប្រឆាំងជាមួយនឹងពួកយើងហ្នឹងក៏ស្រាប់តែគេលេចមុខមកគេនិយាយថាគេនឹងចូលរួមជាមួយនឹងសមាគម CA យើងដែរហើយបន្ទាប់ពីចាប់តាំងពីផាជនគេចូលមកនឹងធ្វើឲ្យជីវិតរបស់វានឹងជោគជ័យឡើងលលូនតែម្ដងហើយបន្ទាប់មកកំណត់ថ្មីនៃការបង្កើតក្លឹបម៉ូដរបស់គេទៀតហើយនឹងភាពរីកចម្រើននៃអាជីវកម្មរបស់គេមួយហ្នឹងគឺបានធ្វើឲ្យពេលខ្លះនឹងវាត្រូវធ្វើការក្រោមជាបបផាជនទៀតហើយក៏តែយ៉ាងណាក៏ដោយឥឡូវនេះស្ថានភាពបានត្រឡប់មកវិញហើយដែលបើតាមពិតទៅនឹងគឺយកអាជីវកម្មក្លឹបម៉ូដដើម្បីយកមកធ្វើជាកដោពិសោធន៍របស់គេសោះដោយគេយកអ្នកប្រយោជន៍របស់ក្លឹបម៉ូដទាំងអស់ហ្នឹងយកមកស្រាវជ្រាវដើម្បីបរិងសមត្ថភាពរបស់គេហើយនៅចុងក្រោយនៅពេលគេទទួលបាន emotion ដែលល្អខ្ចាយគេក៏បានធ្វើការបដូរចោលចោលហើយបន្ទាប់មកក៏ធ្វើការបិទការស្រាវជ្រាវចោលទាំងអស់ហើយនឹងហើយបន្ទាប់មករឿងក៏បានត្រឡប់មកពេលបច្ចុប្បន្ននេះវិញដល់គេក៏បានធ្វើការបន្តដើរមើលបដាគឺក្នុងចិត្តបដាថាគឺតាផែជនហ្នឹងបានបង្ខំវាដេញតាមគេបន្តហ្នឹងក៏តែដែរបានច្បាស់ជនហ្នឹងគេព្យាយាមលាក់វាពីសមាគម CNL ហើយមកបន្តពិសោធន៍វានៅកន្លែងសម្រាប់បែបហ្នឹងវិញហើយនឹងហើយក៏តែរឿងកាត់ទៅប្រេមានរឿងមិនសូវយល់ដែរហ្នឹងដល់បន្ទាប់ពីអបិលោកវិចារនឹងគេក៏ចូលគិតឡើងទៅគេក៏ចាប់អារម្មណ៍ថានឹងក៏ដូចជាតែបផែជនមិនដឹងទេព្រោះមានអារម្មណ៍ថាផែជនហ្នឹងគឺដូចជាបាននឹងលទ្ធផលហើយអញ្ចឹងក៏តែអនាគតសានឹងគឺថាគឺជាតែឬមកគឺជាអីទៅគឺគេនឹងតាមបែបជនដើម្បីបញ្ជាក់ការពិតហើយនឹងឲ្យសកម្មភាពដែលគេដើរបដាលោបដានឹងសកម្មភាពនឹងក៏ត្រូវបានលើមកដល់ពេលនៅជីនគូផងដែរហើយទៅវា80ម៉ោងក្រោយមកពេលនៅជីនគូនោះគឺក៏បានធ្វើការរាយការណ៍ទៅកាន់ណាគេដឹងដែរដល់គេថាមកសញ្ញាមុតមកពីមណ្ឌលកម្មាកំព្រា10នាក់ហ្នឹងគឺបានគ្រប់គ្រងហើយមើលទៅគឺដូចជាមានសង្ឃឹម
ហើយនឹងហើយបន្តមកសេរឿងរបស់យើងក៏បានកម្មការ director Lee នេះវិញដែលបន្ទាប់ពីនឹងជួនជូនស៊ីមកដល់ផ្ទះនឹងក៏បានទៅកាន់មីនស៊ូថាគឺថាពួកគេត្រូវតែដើមយកផាតានឹងមកបានគឺមិនត្រូវពួកវានឹងយកទៅបំផ្លាញចោលមុនបានទេហើយនឹងហើយបន្តមកសេរឿងរបស់យើងក៏បានកម្មការនាយកសាលានេះវិញដោយនៅគណៈពេលដែលគាត់ដើរនិយាយទូរស័ព្ទបដានឹងនៅពេលនឹងអបេគឹមឈុននឹងបានមកជួបគាត់នៅដល់សាលាតែម្ដងហើយនឹងហើយសេរឿងកន្លែងនឹងគឺថាវាយតប៉ែឡតខ្លាំងមែនតើគាត់តែមិនក៏សុំធ្វើការបញ្យល់សង្កេតបក្លែគ្នាយើងងាយស្រួលយល់តែម្ដងទៅដោយការស្លាប់របស់នាយកសាលាចាននឹងគឺជាស្នាដៃរបស់អបេគឹមឈុននឹងហើយអ្នកដែលបញ្ជានៅពីក្រៅអបេគឹមឈុននឹងទៀតគឺជាអបេគឹមម៉យ៉ងនឹងឯងហើយអំពើគេតកម្មរបស់ពួកគេទាំងពីរហ្នឹងក៏មានឯកសារថតសលេងមួយដែរហើយចឹងឥឡូវនេះអបេគឹមឈុនហ្នឹងវាបានយកឯកសារសតសលេងហ្នឹងយកមកគម្រាមអបេគឹមម៉យ៉ងហ្នឹងក៏តែនៅគណៈពេល12នាក់គេនឹងក៏ពងនិយាយបញ្ចូលជាតិគ្នាហ្នឹងនៅពេលហ្នឹងដែលជុំមកយើងគេក៏បានមកដល់ទីនឹងល្មមដូចគ្នាហើយបន្ទាប់ពីគេមកដល់ហើយគេក៏បាននិយាយថាគឺថាបន្ទាប់ពីបានស្ដាប់ពួកគេនិយាយគ្នាហើយហ្នឹងគឺគេនឹងចាប់ផ្ដើមចង់ដឹងដែរតែម្ដងថាក្នុងឯកសារសតសលេងហ្នឹងវាមានស្អីខ្លះអញ្ចឹងហើយតែឲ្យគេខ្ចីបន្តិចបានអត់ហើយបើថាពួកគេពីរនាក់នៅវល់និយាយគ្នាសិនហ្នឹងមិនអីទេគឺពួកគេពីរនាក់ហ្នឹងនិយាយគ្នាសិនទៅគឺគេអាចរងចាំនៅទីហ្នឹងសិនបានហើយនឹងហើយបើនិយាយពីអ្នកគេនឹងវិញហ្នឹងបន្ទាប់ពីឃើញដូចជនហ្នឹងគឺថាឡើងកៀងតែម្ដងហើយបន្តមកសេរីក៏បានបង្ហាញអំពីការរៀបរាប់របស់កញ្ញាឆៃអេណាអំពី Emerson របស់ប៉ែគឹមឈុននៅបន្តទៀតដោយលក្ខណៈពិសេស Emerson របស់ប៉ែគឹមឈុនហ្នឹងគឺជាការបង្កើតឡើងដោយអារម្មណ៍តស៊ូដើម្បីរស់រានមានជីវិតដោយការដាស់ស្មារតីនិងការដាស់សាច់ដុំរបស់គេឡើងហ្នឹងគឺដើម្បីតែការពារខ្លួនតែមួយមុខតែប៉ុណ្ណោះហើយលើកមុនគេជ្រើសរើសរត់គេចហ្នឹងគឺជាជំរឿនដែលល្អបំផុតហើយការដែលគេអាចរត់គេចបានហ្នឹងក៏អាស្រ័យតាម Emerson របស់គេដែរក៏ប៉ុន្តែថាសារហ្នឹងគឺមិនដូចជាសារមុនទៀតទេដោយសារមុនគេរត់គេចដោយសារតែភាពរស់រានមានជីវិតរបស់គេក៏ប៉ុន្តែថាសារនៅវិញគឺគេមានរបស់ដែលគេត្រូវការពារហើយនឹងឲ្យមកនិយាយពីអបេគឹមឈុននៅវិញដោយនៅពេលហ្នឹងគេបាននិយាយទៅកាន់នាយកថាគឺថានាយកនឹងគិតបែបណាចំពោះគេទេក៏ប៉ុន្តែសម្រាប់គេវិញនាយកនឹងគឺប្រៀបដូចជាឪពុករបស់គេអញ្ចឹងហើយនឹងឲ្យបន្ទាប់ពីគេនិយាយចឹងហើយគេបានធ្វើការបោះម៉ាស៊ីនថតសលេងទៅឲ្យគេបានធ្វើការបោះម៉ាស៊ីនថតសលេងទៅឲ្យនាយកហើយបន្ទាប់មកធ្វើការរត់ចូលបារដូចជុំមកយើងតែម្ដងហើយនៅជាមួយគ្នានឹងកញ្ញាឆេអេណានោះក៏បាននិយាយថាគឺថាអបេគឹមឈុននឹងវានឹងធ្វើការចូលទៅក្នុងម៉ាស៊ីនដើម្បីយកឈ្នះហើយដល់នឹងគឺដូចជាការចូលក្នុងម៉ាស៊ីនរបស់ដេជុនចឹង